ចាតោះថ្ងៃនេះមកធ្វើភីហ្សាញ៉ាំទាំងអស់គ្នាហើយភីហ្សានេះពួកខ្ញុំធ្វើញ៉ាំដោយខ្លួនឯងអញ្ចឹងហើយបានពាក់សូមដៃអីទេដោយសារយើងញ៉ាំខ្លួនឯងអញ្ចឹងអត់បានធ្វើលក់ទេហើយនេះខ្ញុំចិត្តបន្លែមាននិយាយទៅចូលចិត្តបន្លែអីដាក់បន្លែនឹងមកប៉ុន្តែឥឡូវនេះខ្ញុំដាក់ម្ទេសផ្លោកហ្នឹងហើយពោតប៉េងប៉ោះផ្សិតម្ជុលហើយនឹងខ្ទឹមក្រហមមើលតាមហ្នឹងទៅហើយមានបកាផងដែរតែខ្ញុំអត់បានថតចឹងណាហើយបន្លែហ្នឹងយើងកុំភ្លេចដាក់រ៉ូឌីរយតិចៗផងដើម្បីឲ្យវាចូលជាតិគ្នាហើយនេះពួកខ្ញុំរៀបដាក់នៅលើភីហ្សាហ្នឹងនេះខ្ញុំដាក់បកានេះបានថតតែមកខ្ញុំអត់បានថតចឹងណាខ្ញុំកាត់ទេដោយសារខ្លាចវីដេអូវែងពេកទៅហើយនេះយើងរៀបឈីដាក់មកដើម្បីឲ្យវាលាយឈីពេលយើងដុតទៅលាយទៅវាតាយល្អមើលចឹងណាល្អមើលក៏ល្អញ៉ាំដែរនេះយើងដាក់ដុតទៅដុតម្ដងពីរនឹងបណ្ដោយមកឲ្យយើងខាតហ្គាសឆ្អិនហើយមើលទៅមិនដែរតំណងអត់ភីហ្សាគេលក់គេធ្វើមូលតែរបស់ខ្ញុំនេះធ្វើវែងខ្នាតយក្សបណ្ដោយអញ្ចឹងណាតំណងឯងបងអូនអូយខ្ញុំបានភ្លក់ឲ្យឆ្ងាញ់មែនតែននិយាយទៅមើលវីដេអូហ្នឹងហើយចង់ញ៉ាំម្សៅវាឆ្ងាញ់រសជាតិអេមបណ្ដោយទួយកបាន